បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពបាទថ្ងៃនេះខ្ញុំចង់ធ្វើបច្ចុប្បន្នភាពបន្តិចនិយាយអំពីកម្ពុជាអឺទទួលសម្ពាធអំណាចនិងទិសដៅបើយើងចង់មើលឲ្យបានគ្រប់ជ្រុងជ្រោយហើយអានេះមិនមែនជារឿងនិយាយចោលតបត់ទេហើយក៏មិនមែនតាមប្រព័ន្ធសារព័ត៌មានដែរនេះគឺជាព័ត៌មានជំនាញធ្វើការសិក្សាស្រាវជ្រាវបានមកអញ្ចឹងយើងមើលដំបូងរឿងដែលតាក់ទាញអារម្មណ៍អន្តរជាតិជាងគេណាពីនៅប្រទេសកម្ពុជាហ្នឹងគឺតាក់ទងទៅនឹងការប្រយុទ្ធទៅនឹងគម្រោងផែនការឧក្រិដ្ឋកម្មឆបោកណានៅតាមអគារនៅក្នុងប្រទេសកម្ពុជាផ្សេងហ្នឹងអញ្ចឹងមករយៈប្រហែលអាទិត្យមកនេះគឺកម្ពុជានឹងរដ្ឋអំណាចរបស់កម្ពុជានឹងបានធ្វើការបដិបត្តិការបើកយុទ្ធនាការในប្រឆាំងទៅនឹងបណ្ដាញឆបោកណាតាមរយៈអនឡាញណាតាមអ៊ីនធឺណិតហ្នឹងអញ្ចឹងយើងឃើញហើយថ្មីហ្នឹងមានជនបរទេសច្រើនណាស់ដែលបានព្យាយាមរត់ចេញពីអគារដែលគេធ្វើការឆបោកហ្នឹងហើយយើងឃើញថាមានអង្គការសិទ្ធិមនុស្សជាច្រើនឥឡូវហ្នឹងកំពុងតែអំពាវនាវដល់រដ្ឋាភិបាលឲ្យធានាដល់បុគ្គលទាំងអស់នោះមិនមែនជាឧក្រិដ្ឋករទេណាគឺជាជនរងគ្រោះដែលត្រូវគេបានចាប់ចម្រិតយកមកហ្នឹងហើយអញ្ចឹងបញ្ហានេះវាធ្វើឲ្យកម្ពុជានឹងស្ថិតនៅក្នុងសម្ពាធមួយណាសម្ពាធមួយនឹងកំពុងកើតមានឡើងតាមរយៈក្នុងការទូតនឹងជាពិសេសហ្នឹងសម្ពាធពីប្រទេសចិនហើយដែលប្រទេសចិនហ្នឹងបានអំពាវនាវឲ្យរដ្ឋអំណាចកម្ពុជាហ្នឹងជួយការពារទៅដល់ជនជាតិចិនតែតាក់ទងទៅនឹងសកម្មភាពឧក្រិដ្ឋកម្មឆបោកឆ្លងដែនហ្នឹងបាទអានេះគឺជាសារពីប្រទេសចិនមកហើយបានមិនហៅថាបញ្ហានឹងជាបញ្ហារបស់កម្ពុជាតែម្នាក់ទេគឺជាបញ្ហាតំបន់ណាជាតំបន់អញ្ចឹងយើងមើលថាកម្ពុជាកំពុងតែដុតដៃដុតជើងស្នើសុំឲ្យម្ចាស់អគារម្ចាស់ស្ថានភាពម្ចាស់កាស៊ីណូទាំងអស់ហ្នឹងដើម្បីឲ្យទទួលខុសត្រូវអញ្ចឹងទោះបីយ៉ាងណាក៏ដោយយើងអាចសួរសំណួរថាតើក្រមអ្នកពង្រឹងច្បាប់ហ្នឹងអាចទទួលបានជោគជ័យដែរឬអត់ប្រសិនណាអត់មានការកែតម្រង់នៅស្ថាប័នរបស់ខ្លួនហ្នឹងទេនៅប្រទេសកម្ពុជាហ្នឹងទេណាឥឡូវយើងមើលមកនេះវិញមកខាងផ្នែកចំនួនដែនដីវិញព្រំដែនវិញកម្ពុជាថៃហ្នឹងបានព្រមព្រៀងគ្នាណាឈប់បាញ់គ្នាតាំងពីចុងឆ្នាំមកដែរប៉ុន្តែអាភាពតានតឹងនៅតែបន្តកើតមានឡើងអញ្ចឹងហើយកម្ពុជាបានចោទប្រកាន់ទៅដល់ប្រទេសថៃថានៅតែនៅក្នុងទឹកដីរបស់កម្ពុជាហើយម្យ៉ាងទៀតពួកជនភៀសខ្លួនមិនអាចត្រឡប់ចូលទៅវិញបានទេជាងគ្រួសារជាច្រើនមិនអាចត្រឡប់ចូលទៅកន្លែងទៅគេធ្លាប់រស់នៅបានទេណាហើយដល់ពេលខាងថៃនៅបង្កហ្នឹងក៏គេបដិសេធថាអត់មានធ្វើអីខុសទេព្រោះគេធ្វើសកម្មភាពគេធ្វើហ្នឹងដើម្បីតាក់ទងនឹងការការពាររបស់គេនេះនិយាយទៅចឹងវិញណាហ្នឹងហើយកំពុងរៀបថាហ្នឹងអញ្ចឹងរឿងបញ្ហាចំនួនព្រំដែននេះគឺកំពុងមានជាចំណុចមួយសម្ពាធខ្លាំងដែរបាទសម្ពាធខ្លាំងដែរដែលជាដំណាក់កាលមួយធ្វើការសាកល្បងណាចំពោះតំណែងនយោបាយចំពោះទៅនឹងការស្នេហាជាតិ
និងពីការភាពអត់ធ្មត់ណាជាសារៈទីសាធារណៈទាំងសងខាងណាទាំងប្រទេសថៃនិងកម្ពុជាហ្នឹងហើយហ្នឹងជាចំណុចមួយដែរប៉ុន្តែមានមួយទៀតគឺនិយាយអំពីបច្ចុប្បន្នមួយទៀតគឺពាក់ព័ន្ធទៅនឹងប្រទេសកម្ពុជានេះបានទទួលស្គាល់ណាខាងបានទទួលស្គាល់នៅក្នុងតំបន់ពីការភាពច្នៃប្រឌិតផ្នែកខាងdigital ណាដែល digital ហើយបានឈ្នះនៅរង្វាន់អាស៊ានណាអានេះមានន័យថាជាបំណែកមួយនៃប្រទេសកម្ពុជាកំពុងធ្វើឲ្យប្រទេសកម្ពុជានឹងទាន់សម័យហើយឲ្យទាន់នៅបច្ចេកវិទ្យា digital ហ្នឹងហើយកំពុងតែរៀនដើម្បីធ្វើយ៉ាងណាឲ្យខ្លាយជាប្រទេសមួយជឿនលឿនដែរបាទហើយមួយទៀតបើយើងនិយាយតាមបែបជាលក្ខណៈសេដ្ឋកិច្ចវិញរដ្ឋាភិបាលកំពុងបន្តយ៉ាងណាដើម្បីធានាឲ្យមានស្ថិរភាពណាតាក់ទងទៅនឹងការកែលម្អទៅលើតុល្យភាពនៃការធ្វើពាណិជ្ជកម្មនឹងណាតាក់ទងទៅនឹងការវិនិយោគទុនទៅលើហេដ្ឋារចនាសម្ព័ន្ធនិងកិច្ចខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីធ្វើការយើងនិយាយចង់ថាបើកឡើងវិញនៅ airline នៅអាកាសចររបស់យើងរបស់ជាតិកម្ពុជានឹងឃើញប្រកាសឡើងណាមានឡើងវិញអាហ្នឹងដើម្បីធានាអ្នកដើម្បីជាទិសដៅធានាអ្នកវិនិយោគទុនដើម្បីថាកម្ពុជាយើងនៅតែមានគោលនយោបាយបើកចំហណាហើយមិនអាចយើងចេះតែនិយាយទេហើយអាចមើលឃើញហើយមានការទំនាក់ទំនងគ្នាបានល្អហ្នឹងហើយហ្នឹងគឺជាព័ត៌មានសម្រាប់ថ្ងៃហ្នឹងហើយបាទអរគុណច្រើនហើយសូមជម្រាបលាដោយតាមបានព័ត៌មានបច្ចុប្បន្នភាពរបស់ខ្ញុំថ្ងៃនេះបាទជម្រាបលា